បាល់ទាត់អឺរ៉ុបគឺសុទ្ធតែអំពីការទាត់បាល់ពេណាល់ទីជុំទី1គឺជាជុំដ៏ស្វិតស្វាញមួយប៉ុន្តែជុំទី2នឹងកាន់តែតានតឹងថែមទៀតតើអ្នកណានឹងក្លាយជាអ្នកឈ្នះនៃជុំពីរចុងក្រោយតើអ្នកណានឹងក្លាយជាអ្នកឈ្នះនៃជុំពីរចុងក្រោយថ្ងៃនេះខ្ញុំចង់បង្ហាញជូនអ្នកនៅការសង្ខេបនៃជុំទី1នៃការទាត់បាល់ពេណាល់ទី Champions League មុនពេលយើងចាប់ផ្ដើមសូមជួយចុច Like Share និង Subscribe Channel របស់យើងគ្រាន់តែចុចប៊ូតុង Subscribe ដើម្បីគាំទ្រពួកយើងនេះគឺជាពានរង្វាន់ដែលនឹងបង្ហាញពីភាពខ្លាំងរបស់ក្រុមអឺរ៉ុបយប់នៃ Champions League ជិតដល់ទីបញ្ចប់ហើយចាប់ពីការប្រកួតលើកដំបូងដែលជាការប្រកួតដ៏ស្វិតស្វាញមួយក្រុមអឺរ៉ុបនេះស៊ុតបញ្ចូលទីបាន9គ្រាប់ខណៈដែលក្រុម Metropolitano មិនបានស៊ុតបញ្ចូលទីអ្វីទាំងអស់បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញមួយវានៅតែពិបាកនឹងប្រាប់ថាអ្នកណាជាអ្នកឈ្នះតើអ្នកណានឹងក្លាយជាអ្នកឈ្នះនៃជុំពីរចុងក្រោយជុំទី2ជិតចាប់ផ្ដើមហើយប៉ុន្តែមុនពេលយើងទៅដល់វគ្គនោះចូលយើងត្រឡប់ទៅជុំទី1វិញហើយមើលថាតើវាតានតឹងប៉ុណ្ណាលទ្ធផលនៅតែគ្រោះថ្នាក់ខ្លាំងណាស់កំហុសតូចតាចអាចនាំឲ្យស្លាប់ហើយនេះគឺជាអាំងតង់ស៊ីតេនៃ UEFA Champions League ការប្រកួតដំបូងគឺនៅ Parc des Princes នៅឯកីឡដ្ឋាន Parc ក្នុងបេះដូងនៃទីក្រុងប៉ារីសក្រុមជើងឯកចាស់ត្រូវបានស្វាគមន៍ដោយក្រុម Bayern Munich ភាគខាងត្បូងដែលជាក្រុមជើងឯក6សម័យកាលដែលឥឡូវនេះកំពុងស្ថិតក្នុងទម្រង់លេងល្អបំផុតរបស់ពួកគេការប្រកួតនេះពិតជាគួរឲ្យរំភើបណាស់ដោយដែលយើងទាំងអស់គ្នាដឹងហើយថាពួកគេបានស៊ុតបញ្ចូលទីបានរហូតដល់ទៅ9គ្រាប់នេះជាគ្រាប់បាល់ដំបូងគេក្នុងប្រវត្តិសាស្ត្រ UEFA Champions League វាអាចប្រៀបផ្ទឹមបាននឹងទ្វត្តឆ្នាំ1960 Bayern Munich បានឈ្នះពានរង្វាន់លីកក្នុងជុំទី2ពួកគេចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម8ប្រកួតវាជាការចាញ់ក្រុម Arsenal ដែលជាក្រុមលេខ1នៅក្នុងកីឡដ្ឋាន Emirates នៅក្នុងលីកនេះពួកគេធ្លាប់មកកីឡដ្ឋាននេះពីមុនមកនៅពេលនោះពួកគេបានឈ្នះ1-2ពីការស៊ុតបញ្ចូលទី2លើករបស់ Luis de Reu ខណៈពេលដែលនៅ PAOK ពួកគេបានបញ្ចប់លីកដោយឈរនៅលេខរៀងទី11វាមិនមែនជាទម្រង់លេងល្អសម្រាប់អតីតជើងឯកនោះទេប៉ុន្តែពួកគេកាន់តែល្អឡើងរហូតដល់វគ្គចុងក្រោយនៃក្រុមទី8ពួកគេអាចផ្លាស់ប្ដូរស្ថានភាពដោយមិនរបូតបាល់សូម្បីតែមួយគ្រាប់នៅក្នុងវគ្គទី1នៃការប្រកួតក្រុម Arsenal បានទាញបាល់ចូលទៅក្នុងតំបន់ពីនៃហើយក្លាយជាព្យុះភ្លៀងវាជាការប្រកួតដ៏ត្រជាក់មួយប៉ុន្តែកីឡាករដែល PAOK ពេញចិត្តជាងគេគឺ Christian Kvaratskhelia ដែលជាកីឡាករបម្រុងរបស់ Bayern វាជាការស៊ុតដ៏អស្ចារ្យមួយមុនពេលដែល PAOK អាចស៊ុតចេញពីជ្រុងបាន Ousmane Dembele បានបើកបាល់ហើយបញ្ជូនវាទៅ Neves ប៉ុន្តែកីឡាករដែល Bayern ពេញចិត្តជាងគេគឺ Mikel Olise ភាគីទាំងពីរបានចាប់ផ្ដើមការប្រកួតដោយគ្មានការភ័យខ្លាចវាជាការប្រកួតដ៏រំភើបមួយនៅក្នុងតង់ទី1មានពេលវេលាដ៏តានតឹងមួយនៅពេលដែលបាល់ជើងឆ្វេងរបស់ Alphonso Davies បានប៉ះដៃអាជ្ញាកណ្ដាលហើយត្រូវបានពិន័យហើយវាគឺជា Dembele ដែលបានយកបាល់ចេញពីតំបន់ពិន័យមុនពេលតង់ទី1បញ្ចប់នៅតង់ទី2ក្រុមម្ចាស់ផ្ទះស្ទើរតែបិទប្រអប់គ្រោះថ្នាក់ព្រោះពួកគេបានស៊ុតបញ្ចូលទីបាន2គ្រាប់ទៀតពី Kvaratskhelia និង Dembele លទ្ធផលគឺ 5-2 ប្រសិនបើវាបញ្ចប់បែបនេះក្រុមម្ចាស់ផ្ទះនឹងមានអារម្មណ៍ស្រួលនៅតង់ទី2ប៉ុន្តែវាមិនងាយស្រួលនោះទេនៅពេលដែលក្រុម Bayern មិនបោះបង់ចោលដោយងាយគ្រាប់បាល់របស់ Diogo Upamecano បានធ្វើឲ្យក្រុមម្ចាស់ផ្ទះដេញតាមបាល់មុនពេលចប់តង់ទី1ការស៊ុតដ៏ស្រស់ស្អាតរបស់ Harry Kane បានធ្វើឲ្យបាល់ធ្លាក់ចុះយ៉ាងរលូនហើយរកឱកាសបញ្ជូនបាល់ទៅកាន់គោលដៅប៉ុន្តែបន្ទាប់ពីពិនិត្យមើលវើអាជ្ញាកណ្ដាលបានបដូរពាក្យទៅជា goal ការប្រកួតបានបញ្ចប់ដោយលទ្ធផល 5-4 មានកន្លែងទំនេរតែមួយគត់ដែលនៅសល់សម្រាប់ក្រុមអាល្លឺម៉ង់ដើម្បីវាយប្រហារការប្រកួតនៅ Allianz Arena គឺជាការប្រកួតដ៏គួរឲ្យខ្លាចសម្រាប់ PAOK ពីព្រោះពួកគេមានការផ្ដួលគូប្រកួតចំនួន9ដងចាប់តាំងពីដើមកាលមុនពួកគេបានស៊ុតបញ្ចូលទីបាន2គ្រាប់ក្នុងរយៈពេលវែងបំផុតនៅក្នុងប្រវត្តិសាស្ត្រ UEFA ជាពិសេស Kvaratskhelia ដែលស៊ុតបញ្ចូលទីបាន10គ្រាប់ក្នុង Champions League ហើយចាប់តាំងពីការផ្ទេរមកគាត់បានស៊ុតបញ្ចូលទីបាន8គ្រាប់ក្នុង Champions League ទម្រង់លេងរបស់ក្រុមគឺមានភាពស្វាហាប់ខ្លាំងប៉ុន្តែ Bayern ក៏មានទម្រង់លេងល្អផងដែរដោយសារតែស្ទីលលេងទាំង3របស់ពួកគេគឺ Harry Kane, De Reu និង Olise ស៊ុតបញ្ចូលទីបាន100គ្រាប់ក្នុងរដូវកាលនេះហើយការលេងនៅផ្ទះអាចធ្វើឲ្យពួកគេមានព្រៀបបន្តិចរឿងមួយទៀតដែលមិនអាចមើលស្រាលបាននោះគឺថា Bayern គឺជាជើងឯក Bundesliga ដូច្នេះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីអ្វីទាំងអស់ពួកគេអាចរក្សាបាល់នៅក្នុង Champions League បានច្រើនតាមដែលពួកគេចង់បានទោះបីជា PAOK នៅឆ្ងាយក៏ដោយប៉ុន្តែពួកគេនៅតែមានចន្លោះប្រហោងដែលមិនអាចមើលស្រាលបានពួកគេនឹងលេងពីប្រកួតនៅថ្ងៃศุក្រទី6ខែឧសភាចូលយើងត្រឡប់ទៅអនុស្សាវរីយ៍វិញនៅ Estadio Metropolitano Atletico Madrid ទល់នឹង Arsenal វាជាការប្រកួតដ៏តានតឹងមួយដែលក្រុមទាំងពីរបានលេងដោយប្រុងប្រយ័ត្នទោះបីជាមិនមានគ្រាប់បាល់ច្រើនក៏ដោយ
ប៉ុន្តែមានពេលវេលាជាច្រើនដែលត្រូវនិយាយអំពីជាពិសេសការសម្រេចចិត្តរបស់អាញាកណ្ដាលថេមីស្ថិតនៅលេខរៀងទី14ក្នុងលីកហើយគាត់បានជួបជាមួយ Arsenal ដែលចាញ់ 4-0 ប៉ុន្តែពួកគេកាន់តែរឹងមាំហើយពួកគេបានយកឈ្នះ Barcelona ដែលជាក្រុមធំមួយនៅ La Liga ដោយសារផែនការលេងរបស់ពួកគេនិងរបៀបដែលពួកគេលេងដូចជាពួកគេកំពុងលេងតែម្នាក់ឯង Arsenal គឺជាក្រុមល្អបំផុតនៅក្នុងលីកមិនត្រឹមតែពួកគេមិនចាញ់ប៉ុណ្ណោះទេថែមទាំងឈ្នះទាំង8ប្រកួតហើយពួកគេកាន់តែរឹងមាំនៅក្នុងវឹកជម្រុះមុនពេលពួកគេជួបតេមីដែលចាញ់តែមួយគ្រាប់ប៉ុណ្ណោះ